អត់ផ្ញើទៅដល់បងកង3ក៏អ្នកដែលមានបញ្ហាដូចខ្ញុំបងចង់ដោះបំណុលរួចដូចខ្ញុំបងត្រូវតែមករកគ្រូហើយហាងលក់របស់ទៅដោះបំណុល ជំរាបសួរបងបាទអូខេបងឈ្មោះអីគេដែរ ខ្ញុំឈ្មោះចន្ទទ្រាបង នៅចន្ទទ្រាបានទិញសៀវភៅរបស់ខ្ញុំប្រហែលខែ ទិញដូចជា5ខែបង 5ខែណាឥឡូវក្រោយពីយើងជួបគ្នាមួយអាទិត្យតើបងទទួលបានអីពីការជួបគ្នានេះហើយយើងប្រឹក្សាជាមួយគ្នាមួយអាទិត្យនេះទទួលបានច្រើនគ្រូបានដូចថាពេលដែលយើងអត់ដែលមានគ្រូបង្វឹកឬក៏អត់មានអ្នកណែនាំពីផ្លូវដែលយើងដើរយើងអត់ដឹងថាផ្លូវហ្នឹងងឹតទេហើយយើងចេះដើរតែឯងហើយវាងឹតយូរតែងឹតឯងហ្មងពេលបានជួយលោកគ្រូមានសវុតមានអារម្មណ៍ថាសម្បត្តិលេខគិតច្រើនមុនអូខេបើយើងទៅហើយយកលុយបដោះលុយគឺនៅអាគាំងរហូតមកជីវិតយើងមិនអាចចេញពីបំណុលបានទេអូខេអញ្ចឹងមានអីផ្ដាំផ្ញើដល់បងប្អូនយើងទាំងអស់គ្នាដែលគាត់កំពុងតែរត់ pass up ដែលកំពុងតែបបាក់វេទនាឬបញ្ហាទាំងអស់ហ្នឹងមានអីផ្ដាំផ្ញើដល់ពួកគាត់ខ្ញុំផ្ដាំផ្ញើទៅដល់បងកង3ក៏អ្នកដែលមានបញ្ហាដូចខ្ញុំបងចង់ដោះបំណុលរួចដូចខ្ញុំបងត្រូវតែមករកគ្រូហាងលក់របស់ទៅដោះបំណុលហាងយកលុយទៅដោះបំណុលអូខេអរគុណច្រើនបងបាទអរគុណច្រើនសូមជម្រាបលាបងប្អូនទាំងអស់គ្នាសូមព្រះប្រទាន